បងធ្លាប់ឃើញខាងផេកលួយផេនជៀនគាត់ខ្ចងតែឥឡូវនេះគឺមកផ្លែគឺនេះផេកគ្រាប់នេះគឺយើងហាគាត់ប្រភេទត្បូងថ្មធម្មជាតិប្រភេទទឹកឃ្មុំបងនេះនៅពេលដែលយើងឆ្នៃហើយដល់ពេលមិនទាន់ឆ្នៃគឺអញ្ជៀនដល់ពេលយើងដាក់មកទៅវាបែបអញ្ចឹងយើងទាញវាអញ្ចឹងបងដែលឆ្លាញ់ប្រភេទគ្រាប់ទឹកឃ្មុំនេះអាចកំងបានដូចគ្នាហើយសម្រាប់អានេះវិញគឺរត់តែពិសេសអានេះគឺត្បូងថ្មធម្មជាតិសរសៃសូត្រមាសបងឃើញវាដូចសរសៃមាសឃើញអត់ហើយលក្ខណៈពិសេសរបស់ត្បូងនេះគឺវានៅពេលដែលយើងពាក់ទៅវាជួយការពារយើងពីរាល់អំពើអាក្រក់ឬក៏អ្វីដែលមិនល្អដែលយើងមើលមិនឃើញពីបុគ្គលឬក៏ពីរឿងអ្វីមួយគឺជួយការពារយើងបានល្អណាបងអញ្ចឹងសម្រាប់ឆ្នាំថ្មីបងដែលចង់ឡើងរាសីចង់មានហុងស៊ុយដែលយើងនិយាយភាសាចិនហុងស៊ុយកើនរាសីមានសេរីសួស្តីអីណានេះអញ្ជៀនពីម៉ូតនេះប្រភេទសរសៃសូត្រមាសហើយនិងប្រភេទទឹកឃ្មុំអញ្ចឹងបងឆ្លាញ់សូមធ្វើការកំងឥឡូវនេះមានមួយទៀតនោះគឺថ្លើមថ្មចានេះគឺថ្លើមថ្មជាមួយនឹងខ្សែសូមនេះដូចគ្នាគាត់ឲ្យយើងឆ្នៃបងមិនមែនឲ្យតែអញ្ចឹងគឺពាក់ដឹងអាពាក់ត្រង់អញ្ចឹងគឺវាមានឆ្នៃដូចគ្នានេះដូចអានេះយើងតែអត់តន់ឆ្នៃមកចេះដល់ពេលយើងឆ្នៃដាក់ហើយយើងអាចទាញវាមកចេះអញ្ចឹងទៅអញ្ចឹងបងឆ្លាញ់អាចធ្វើការកំងឥឡូវនេះបាន